មកប្រាប់បងប្អូនទាំងអស់គ្នាពីការតាំងពិព័រណ៍ទៀតហើយនៅសារមន្ទីរព្រះស្រីអេសានវរ្ម័នដែលហៅកាត់ថាសសរក្រោមប្រធានបទអង្គេតលើវគ្គស័ព្ទពេលភាសាខ្មែរជួបភាសាបារាំងចង់ដឹងថាពេលភាសាខ្មែរយើងផ្សំជាមួយនឹងភាសាបារាំងចេញពាក្យអីវិញនៅពិព័រណ៍ហ្នឹងមិនអចិន្ត្រៃយ៍ណាអ្នកនរគ្នាអញ្ចឹងទៅមើលឲ្យទៅដូចជាគេតាំងពិព័រណ៍ដល់ខែកញ្ញាឆ្នាំ2026អូអ្នកនរគ្នាថ្ងៃនេះអនុញ្ញាតឲ្យនាងខ្ញុំណែនាំពីការតាំងពិព័រណ៍មួយនៅសារមន្ទីរសសរយើងហ្នឹងអ្នកនរគ្នាដែលការតាំងពិព័រណ៍ហ្នឹងគឺគេនិយាយទៅលើប្រធានបទអង្គេតលើវគ្គស័ព្ទពេលភាសាខ្មែរជួបភាសាបារាំងដែលការតាំងពិព័រណ៍ហ្នឹងដែរគឺគេបើកពីថ្ងៃអង្គាររហូតដល់ថ្ងៃអាទិត្យពីម៉ោង9ព្រឹករហូតដល់ម៉ោង6ល្ងាចហើយការតាំងពិព័រណ៍ហ្នឹងគឺមិនអចិន្ត្រៃយ៍ទេអ្នកទាំងអស់គ្នារហូតដល់ខែកញ្ញាឆ្នាំ2026រហូតដល់ខែ9តាមពិតភាសាបារាំងបងប្អូនយើងនៅប្រើប្រាស់ដល់សប្តាហ៍ថ្ងៃគ្រាន់ថាពាក្យខ្លះយើងអត់ដឹងខ្លួនទេថាវាជាភាសាបារាំងឧទាហរណ៍ថាយើងនិយាយថាយើងទៅទិញថ្នាំនៅ pharmacy ហ្នឹងពាក្យបារាំងឯណាអ្នកនរគ្នាយើងប្រសើរទុកភាសានិយាយរហូតដល់សប្តាហ៍ថ្ងៃតាំងពីសម័យអាណានិគមបារាំងមកភាសាគឺជាមធ្យោបាយទំនាក់ទំនងមួយដែលគេប្រើប្រាស់នៅក្នុងសហគមន៍ហើយនៅក្នុងសម័យកាលប្រវត្តិសាស្ត្រភាសាក៏អាចទទួលឥទ្ធិពលពីភាសាដទៃទៀតដែរយើងដឹងហើយថាប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំងក្នុងឆ្នាំ1863ដល់1953ហើយការបង្រៀនភាសាបារាំងក៏បានចាប់ផ្ដើមនៅក្នុងទសវត្សរ៍ឆ្នាំ1880ដោយផ្ដល់អាទិភាពទៅលើការបណ្ដុះបណ្ដាលអ្នកបកប្រែនៅក្នុងទសវត្សរ៍ឆ្នាំ1920សាលារៀនរដ្ឋបារាំងខ្មែរចំនួន18ក៏ត្រូវបានគេបង្កើតឡើងដែលផ្ដល់អាទិភាពសម្រាប់អ្នកចេះភាសាបារាំងហើយចូលបម្រើការងារក្នុងវិស័យរដ្ឋបាលជាភាសាសម្រាប់បង្រៀនជាយានសម្រាប់បង្ហាញភាពខុសគ្នានិងការទទួលបានឋានៈនៅក្នុងសង្គមភាសាបារាំងក៏បានក្លាយជាប្រភពនៃពាក្យកម្ចីដំបូងនៅក្នុងភាសាខ្មែរជាពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានគរូបនីយកម្មនិងរដ្ឋបាលនិយាយរួមនៅក្នុងសម័យកាលអាណានិគមបារាំងការនិយាយភាសាបារាំងនឹងហើយគឺជាគន្លឹះនៅក្នុងការទទួលបានឋានៈនៅក្នុងសង្គមភាសាបារាំងក៏នៅតែពេញនិយមក្នុងការប្រើដែរទោះបីជាប្រទេសកម្ពុជាយើងទទួលបានឯករាជ្យក៏ដោយដូចជាគេប្រើនៅក្នុងកិច្ចការទូតឬក៏កិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំងប៉ុន្តែចាប់តាំងពីទសវត្សរ៍ឆ្នាំ1990មកការបរៀនភាសាបារាំងក៏ធ្លាក់ចុះដោយសារគេយកភាសាអង់គ្លេសមកជំនួសវិញដូចគេយកមកនិទានរឿងនៅក្នុងល្ខោនស្រមោលស្បែកតូចហ្នឹងមាននារីម្នាក់ដែលគាត់ជាជនជាតិហើយគាត់និយាយខ្មែរច្បាស់ហើយគាត់សួរគេប្រសថាគារគេអត់ស្គាល់ពាក្យសថាគារគេស្គាល់ពាក្យអូតែវិញដូចជាពាក្យប៉ុស្តិ៍ប៉ូលីសកាត់យោអូតែប៉ាសពតអីហ្នឹងគឺសិតតែយើងយកមកពីពាក្យបារាំងទេតិចច្រឡំពាក្យខ្មែរអ្នកនរគ្នាសម្បីពាក្យដែលយើងប្រើរាល់ថ្ងៃយើងហៅថាកតាបបិចបាក់ដប់ឌីប្លូមសាក់ពាក្យបារាំងកំម៉ង់សូកូឡាមីនុយបឺប៉ាតេអូប៊ីយ៉ាអីហ្នឹងសាក់ពាក្យបារាំងបងប្អូនដែលគាត់ជាសិស្សនិស្សិតដែលគាត់កំពុងរៀនឬក៏គាត់ចង់ស្រាវជ្រាវទៅលើភាសាជាពិសេសភាសាបារាំងអីហ្នឹងគាត់អាចមកមើលពិព័រណ៍ហ្នឹងបានពិព័រណ៍ហ្នឹងក៏គេចង់បង្ហាញពីការវិវត្តនៃវគ្គស័ព្ទឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រក៏ដូចជាការរីកចម្រើននៃភាសាខ្មែរក្នុងការបង្កើតថ្មីបន្ទាប់ពីទទួលបានឯករាជ្យការខិតខំប្រឹងប្រែងធ្វើខេមរនីយកម្មក៏បាននាំឲ្យមានការលេចចេញនៅពាក្យថ្មីជំនួសឲ្យពាក្យបារាំងដូចឧទាហរណ៍ថាពាក្យស៊ីក្លូហ្នឹងពាក្យបារាំងទេអញ្ចឹងយើងបង្កើតមកជាពាក្យខ្មែរវិញគឺត្រីចក្រយានពាក្យត្រីហ្នឹងមានន័យថា3ចក្រហ្នឹងមានន័យថាកង់ហើយយានហ្នឹងគឺជាគ្រឿងសម្រាប់ជិះអញ្ចឹងស៊ីក្លូវាមានកង់3អ្នកនរគ្នាអញ្ចឹងយានជំនិះដែលវាមានកង់3អញ្ចឹងយើងហៅថាត្រីចក្រយានហើយពាក្យស៊ីក្លូហ្នឹងជាពាក្យបារាំងទេខ្ញុំទៅតែដឹងគេតែនិយាយថាចូលបរោការនៅវិទ្យាល័យតែពិតពាក្យបុយរោហ្នឹងស្មើនឹងចូលការិយាល័យចូលអอฟហ្វិសអ្នកដែលធ្វើខុសអីចឹងណាកិច្ចសាលាកិច្ចអីគេហៅចូលបរោហើយអอฟហ្វិសការិយាល័យសៅរ៍អាទិត្យអត់ដឹងតាណាអីបងប្អូនអាចមកមើលពិព័រណ៍នេះបានខ្ញុំភ្លេចប្រាប់ទីតាំងករណីដែលអ្នកទាំងអស់គ្នារកកន្លែងតាំងពិព័រណ៍អត់ឃើញចាំខ្ញុំប្រាប់អាគារហ្នឹងគឺនៅជិតផ្សាររាត្រីអ្នកទាំងអស់គ្នាមិននៅក្នុងសារមន្ទីរសសរណានៅជិតសារមន្ទីរសសរចាំមើលនេះអាគារនេះហើយឈប់នោះខាងនោះគឺជាផ្សាររាត្រីហើយនេះអាគារនេះគឺជាកន្លែងតាំងពិព័រណ៍ប៉ុន្តែហើយច្រកចូលសារមន្ទីរសសរនៅខាងនោះពេលនិយាយទៅពេលដែលមកអញ្ចឹងសួរគេទៅគេប្រាប់អីគេមិនអត់ប្រាប់ទេនេះឃ
ឃើញលបងលឿងនៅម្ដុំសារមន្ទីរសសរហ្នឹងហើយនិយាយទៅនៅជ្រុងតមុខជាមួយនឹងអីផ្សាររាត្រីហ្នឹងឯង បាយបងប្អូនជួបគ្នាវីដេអូក្រោយទៀត